ចំណាយពេលមួយថ្ងៃដើរលេង9កន្លែងទាំងថតរូបនិងញ៉ាំអីនៅបាត់ដំបងទាំងអស់គ្នាទី1គឺទិញកាឡានឆ្ងាញ់ហើយស្របពេលជាមួយគ្នាក៏អាចទៅកន្លែងទី2បានគឺអាហារពេលព្រឹកមីគៀវ3ល្វែងហើយស្របពេលជាមួយគ្នាមួយទៀតគឺអាចទិញណែមឆ្ងាញ់អញ្ចឹងមួយផ្លែតគឺបាន3គោលដៅ3របស់ឆ្ងាញ់កន្លែងទី4បន្ទាប់ពីអាហារពេលព្រឹកមីគៀវកាឡានទិញអីរួចយើងទៅកាហ្វេកត្រេកត្រកនិងថតរូបនៅ Street Art ហើយនេះគឺជារូបភាពដែលខ្ញុំថតបាននៅ Street Art បន្ទាប់ពីបានថតរូបនៅ Street Art អីរួចយើងបន្តដំណើរទៅកន្លែងទី5នោះគឺឫស្សីកាហ្វេហើយនេះគឺជាកន្លែងរបស់គាត់ឫស្សីកាហ្វេហ្នឹងមិនមែនមានលក់តែកាហ្វេមួយមុខទេអញ្ចឹងយើងអាចមកនេះមានគៀវមានបាយឆាមានមីឆាអីមានបញ្ចប់អញ្ចឹងបងប្អូនបើសិនជាដូចមិញអញ្ចឹងខ្ញុំត្រូវកត្រេកត្រកហ្នឹងញ៉ាំកាហ្វេហើយអញ្ចឹងខ្ញុំមកឫស្សីកាហ្វេនេះបើសិនជាយើងចង់ញ៉ាំកាហ្វេទៀតក៏បានចង់ញ៉ាំមីគៀវមីអីគាត់ក៏បានដែរហើយកន្លែងគាត់គឺជាកន្លែងមួយដែលមានទេសភាពស្អាតពីព្រោះអីវាជាប់មាត់ស្ទឹងសង្កែបាត់ដំបងណាស្អាតមែនតើជំរាបថាមិនត្រឹមតែទេសភាពស្អាតទេនិយាយពីប្លង់ថតរូបនៅកន្លែងកាហ្វេរបស់គាត់មកប្លង់វិញគឺថាអែមតែម្ដងស្អាតខ្លាំងណាតោះឥឡូវយើងនាំគ្នាអត់មើលគោលដៅទី6របស់យើងអ្នកទាំងអស់គ្នាឃើញស្ពានពណ៌ទឹកសមុទ្រនោះអត់ឥឡូវខ្ញុំព្រិចឲ្យអ្នកទាំងអស់គ្នាមើលស្ពានហ្នឹងគេហៅថាស្ពានដែកវត្តកណ្ដឹងនេះខ្ញុំព្រិចឲ្យកាន់តែធំអ្នកទាំងអស់គ្នាឃើញអីគេនោះអត់នោះមិនឡានទេណាក៏មិនម៉ូតូដែរគឺណូរីស្ពានដែកវត្តកណ្ដឹងហ្នឹងគឺជាស្ពានដែកមួយគេហៅថាស្ពានផ្លូវដែកមានយូរហើយស្ពានហ្នឹងនៅពេលដែលរថភ្លើងគេជិះកាត់ស្ពានហ្នឹងឯងបើអ្នកទាំងអស់គ្នាចង់បានបទពិសោធន៍ថ្មីជាមួយការជិះឡូរីមែនតើលើផ្លូវអាទិត្យភ្លើងមែនតើអាចឆ្លងទៅត្រើយមួយចាហៀងទៀតនៃស្ពានហ្នឹងគឺគាត់មានកន្លែងជិះឡូរីហ្នឹងដូចជាឡូរីមួយ 40000 អំបញ្ញមិញបទពិសោធន៍ជាមួយនឹងស្ពានដែកឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកថតរូបនិងបទពិសោធន៍ជាមួយនឹងស្ពានយោលនេះគេហៅថាស្ពានយោលកំពង់7គឺនៅនិយាយទៅនៅផ្លូវតែមួយនៅកន្លែងដែលខ្ញុំដើរលេងដូចគ្នាគ្រាន់តែកន្លែងស្ពាននេះគឺវាបុរាណណាស់យូរហើយប៉ុន្តែពេលអ្នកទាំងអស់គ្នាទៅដល់លើស្ពានហ្នឹងទេសភាពនៅលើហ្នឹងគឺថានិយាយបានថាស្អាតមែនតើគឺស្ទឹងសង្កែនិយាយថាទឹកពេញថ្លាឲ្យឆ្វង់ថតរូបនៅស្ពានយោលកំពង់7ហើយមិនបង្អង់យូរយើងអាចជិះតែ5នាទីឬក៏10នាទីចាស់យើងអាចទៅដល់គោលដៅទី8របស់យើងគឺស្ពានយោលកំពង់ឆ្លងនេះគេហៅថាស្ពានយោលកំពង់ឆ្លងកន្លែងហ្នឹងដែរអ្នកទាំងអស់គ្នាអាចទៅជិះទូកលេងនៅតាមដងស្ទឹងស្កែបានតែត្រូវឆ្លងទៅត្រើយខាងនោះណា8គោលដៅមកព្រឹកធំសម្រាប់រួចហើយនេះគោលដៅទី9គឺគោលដៅភោជនីយដ្ឋានថៃលីអាហារថ្ងៃត្រង់អ្នកទាំងអស់គ្នាបន្ទាប់ពីដើរលេងហត់ហើយអាចទៅញ៉ាំបាយថ្ងៃត្រង់នៅកន្លែងគាត់បានកន្លែងគាត់បើកយូរហើយកន្លែងគាត់មានម្ហូបឆ្ងាញ់តម្លៃក៏សមរម្យអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានបាយបាយ